អូខេបំផាត់7កំណត់ភាពពិតនៃសំណើនីមួយៗអញ្ចឹងយើងមានពីរករណីណាករណីទី1ពេលពិតគួយមិនពិតនិងអៀពិតតែករណីទី2ពេលមិនពិតអ៊ុយមិនពិតនិងអៀពិតអញ្ចឹងអារបៀបនេះយើងអាចធ្វើតារាងបានតារាងភាពពិតតែតារាងភាពពិតយើងមិនដល់រកដល់មួយករណីទេយើងរកតែមួយករណីបានឧទាហរណ៍ថាពេលនេះពិតយើងដាក់លេខ1មកហើយគួយមិនពិតយើងដាក់លេខ0ហើយអៀយ៉ាងម៉េចអៀពិតហើយយើងរកទៅទៅនឹងនេះទី5នេះយើងអាចដាក់មិនពេលយើងផ្ទុយមក0ទៅពេលយើងគួយនឹងអេអញ្ចឹងគួយនឹងអេនេះគួយនឹងអេនឹងយកគុណ0គុណ1បាន0គួយយើងផ្សំសំណើទាំងអស់មកគួយនឹងអេអញ្ចឹងផ្សំសំណើទាំងអស់យើងមើលកន្លែងមិនពេលនឹងគួយនឹងអេណាអញ្ចឹងឆ្នាំឬយើងយកបូក0មក0អញ្ចឹងសំណើនេះគឺសំណើមិនពិតយើងប្រើតាមតារាងអញ្ចឹងក៏បានអត់ខុសទេតែតារាង review គូគុំគូអេញហ្នឹងក៏វាខានពេលអញ្ចឹងខ្ញុំមានរបៀបលឿនយើងគិតរបៀបលឿនមកនេះគិតនេះមិនពេលដល់ពេលវាមិនពិតពេលមិនទុយណាដល់ពេលគួយយើងមិនពិតអូខេ0អេយើងពិត1អញ្ចឹងយើងធ្វើពី2មកយើងបានឆ្នាំនឹងយកគុណ0គុណ1បាន0ហើយឆ្នាំឬយកបូក0បូក0ស្មើ0លឿនណានេះអញ្ចឹងអ្នកតម្លៃភាពពិតនៃសំណើនេះគឺមិនពិតទេនេះយើងគិតទៀតមកពេលយើង0អេយើងគួយយើង0ដែរណាអញ្ចឹងឆ្នាំនឹងគឺគុណ0គុណ0បាន0ហើយ0គុណ0ទៀត0ទៀតអញ្ចឹងចម្លើយស្មើ0អញ្ចឹងអត់ពិតទេណាអត់ពិតទេតទៀតយើងលើកឡើងភាពពិតនៃសំណើនេះមកយើងបានពេលពិតដល់ពេលមិនពិតគួយមិនពិតពេលមិនបានពិតបានមិនពិតអញ្ចឹងយើងឆ្នាំនឹងយកគុណណាគុណអញ្ចឹងបាន0ឆ្នាំឬយកបូក0បូក0ស្មើ0មិនពិតដល់ពេលករណីនេះមិនពេលគឺមិនពិតផ្ទុយមកពិតផ្ទុយមកមិនពិតអញ្ចឹងឆ្នាំឬបូកទាំងអស់ណាបូក0បូក1បូក0 1អញ្ចឹងយើងសំណើជាសំណើពិតតទៀតយើងគិតពេលយើងពិតមិនគួយយើងមិនពិតមិនគួយយើងពិតអេយើងពិតនឹងគុណ1គុណ1បាន1បូក1បូក1ពិត1បូក1គឺពិតណាអញ្ចឹងសំណើជាសំណើពិតអញ្ចឹងពិត2មិនពិត3អូខេហើយករណីទី2យើងធ្វើដូចគ្នាមកលឿនណាធ្វើដូចគ្នាអញ្ចឹងខ្ញុំបានធ្វើអីទេ Thank you